ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងដើរទៅក្រោយផ្ទះឃើញត្រួយធំធេងល្អក៏នឹកឃើញចង់ធ្វើបង្គាទឹកភ្នែកហើយខ្ញុំក៏អត់ដែរញ៉ាំម្ហូបហ្នឹងដែរទៅតែឃើញម៉ែក៏ទិញបង្គាមកអញ្ចឹងទៅក៏ទុកមកល្មមសម្រាប់ធ្វើបង្គាទឹកភ្នែកដោយសារតែបង្គាទឹកភ្នែកហ្នឹងគឺឆៅអញ្ចឹងអត់សូវហ៊ានញ៉ាំដែរហើយទៅលើកហ្នឹងគឺធ្វើញ៉ាំដោយសារតែឃើញក្មួយគាត់មកលេងអញ្ចឹងទៅក៏គាត់អាសានិយាយមួយខ្ញុំថាអ៊ីឯងដែរឃើញគេធ្វើបង្គាទឹកភ្នែកអត់តែទៅថាអត់ទេសួរចង់ញ៉ាំមិនចង់ញ៉ាំតិចទៅគាត់ឃើញគ្រឿងក្រៅរបស់ខ្ញុំដាក់នៅលើតុហ្នឹងគឺគេរត់មកប្រាប់ថាចេះអ៊ីឯងធ្វើបង្គាទឹកភ្នែកមែនតែខ្ញុំថាហ្នឹងហើយធ្វើនិយាយទៅគាត់លើថាខ្ញុំធ្វើបង្គាទឹកភ្នែកហ្នឹងគឺអត់ដែរចេញពីកន្លែងចក្រានបាយហ្មងគឺនៅរោងចាំហ្មងហើយដំបូងគឺខ្ញុំធ្វើបង្គាទឹកភ្នែកគឺខ្ញុំបកសម្អាតលាងសម្អាតវះយកសរសៃខ្មៅចេញហើយច្របាច់ជាមួយអំបិលហើយលាងពី3ទឹកហើយច្របាច់ជាមួយក្រូចឆ្មាហើយដាក់ទឹកសូដាហើយត្រាំជាមួយទឹកកកចោលទុកមួយសន្ទុះហើយជាមួយនឹងបន្លែគឺស្ពៃបូកូនឹងឯងហើយបន្ទាប់មកគឺធ្វើទឹកត្រីកោះកង់ដាក់ជាមួយនឹងខ្ទឹមសឲ្យច្រើនកាលណាយើងដាក់ខ្ទឹមសច្រើនធ្វើឲ្យទឹកជ្រលក់របស់យើងកាន់តែឈ្ងុយហើយកាត់បន្ថយជាតិឆ្អាបរបស់បង្គាហ្នឹងគឺបានមួយកម្រិតទៀតហើយការបុកទឹកត្រីកោះកង់របស់ខ្ញុំហ្នឹងគឺខ្ញុំដាក់ជាមួយនឹងស្ករសពេលដែលបកបតាហ្នឹងគឺយើងដាក់ជាមួយស្ករសទៅដើម្បីឲ្យខ្ទឹមជាមួយនឹងម្ទេសហ្នឹងគឺឆាប់ម៉ត់ហើយខ្ញុំដាក់ជាមួយនឹងខ្ទឹមក្រហមដូចគ្នាហើយបន្ថែមជាមួយនឹងទឹកត្រីហើយដាក់ជាមួយនឹងក្រូចឆ្មាច្របាច់ដាក់មកជូរល្មមទៅហើយការធ្វើទឹកត្រីកោះកង់របស់ខ្ញុំគឺសាមញ្ញមែនតើអត់មានអីវែងឆ្ងាយទេគឺខ្ញុំដាក់តែប៉ុណ្ណឹងហើយចុងក្រោយគឺខ្ញុំបន្ថែមជាមួយនឹងស្លឹកជីវ៉ាន់ស៊ុយដើម្បីឲ្យមានរសជាតិកាន់តែឆ្ងាញ់ហើយនឹងថែមជាមួយនឹងម្ទេសអាចសាច់ទូចៗនៅដើម្បីឲ្យពេលយើងញ៉ាំទៅលាយជាមួយនឹងម្ទេសហ្នឹងគឺឆ្ងាញ់មែនតើហើយឥឡូវទឹកត្រីរបស់យើងគឺធ្វើហើយរួចរាល់ហើយពុកម៉ែបងប្អូនឃើញរូបរាងពណ៌សម្បុរគួរឲ្យចង់ញ៉ាំហីពុកម៉ែបងប្អូនកន្លែងហ្នឹងគឺក្មួយរបស់ខ្ញុំគឺគាត់គ្រាន់តែឃើញទឹកត្រីដែលខ្ញុំធ្វើហើយគឺគាត់ភ្លក់គាត់ថាអើយឆ្ងាញ់មែនតើហើយដល់ពេលឥឡូវហ្នឹងគឺដល់វគ្គដែលយើងត្រូវរៀបចំបន្លែសម្រាប់ដាក់ផ្ទាប់ជាមួយនឹងទឹកត្រីបង្គាទឹកភ្នែកក្មួយរបស់ខ្ញុំគឺគេចូលចិត្តមើលទូរស័ព្ទណារឿងម្ហូបញ៉ាំហ្នឹងគឺគេដឹងណាស្អីហ្នឹងគឺគេដឹងទាំងអស់ថាធ្វើមិនហើយយកទៅតាបាន5ឆ្នាំ6ឆ្នាំអីតែដឹងក៏ឃើញខ្ញុំធ្វើបង្គាទឹកភ្នែកហ្នឹងណាគឺថាអត់ចេះញ៉ាំហល់មិនចេះក៏ត្រូវតែញ៉ាំដែរគឺនៅមើលយើងធ្វើមិនអីមិនហើយឃើញយើងធ្វើអញ្ចឹងគេដឹងថាអ៊ីថតដើម្បីយកលុយហ្នឹងនិយាយចឹងទៅថាមិនដឹងទេខ្ញុំដឹងឥឡូវចុងក្រោយគឺឆ្អិនរួចរាល់ហើយបង្គាទឹកភ្នែករបស់យើងបន្ថែមជាមួយនឹងខ្ទឹមលីងការ៉ុតហើយដាក់ជាមួយនឹងត្រួយធំធេងទៅគឺចូលចិត្តគ្នាមែនតើបន្លែប៉ុណ្ណឹងហើយនេះវីដេអូចុងក្រោយដែលគេញ៉ាំអរគុណពុកម៉ែបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូរបស់នាងខ្ញុំមកពេញចិត្តសូមជួយចុច like subscribe follow ម្នាក់មួយផងអរគុណជម្រាបលាឃើញខ្លះទឹកអូដាក់ប្រហែលផងទឹកឯងបីយ៉ាខ្ញុំតែស៊ីហ្នឹងអូយញ៉ាំអត់